បាទជំរាបសួរបងនេះជាវីដេអូដែលសម្រាប់ពីការមើលលំហូរ stock របស់យើងបងថា stock របស់យើងបានបញ្ចូលទៅវាចូលក្នុង system ប្រមាណហើយ stock ហ្នឹងបានដកចេញទៅតាមអីខ្លះទៅតាមការដក stock ឬក៏តាមការលក់ POS ចឹងណាបងបាទអញ្ចឹងដើម្បីបងអាច check លំហូរ stock ចេញចូលរបស់យើងបានអញ្ចឹងទី1បងត្រូវចូលពាក្យ report បាទអញ្ចឹងពេលដែលបងចុច report ហើយបងជួយរើសពាក្យថា inventory បងបាទបងចុចលើ inventory ហ្នឹងមកបាទអញ្ចឹងបងនឹងឃើញពាក្យមួយថា inventory audit បងអញ្ចឹងបងចុចទៅលើ inventory audit បាទអញ្ចឹងពេលហ្នឹងគឺចូលក្នុង inventory audit ហ្នឹងហើយអញ្ចឹងបងចុចពាក្យមួយពាក្យថា expand មកដើម្បីឲ្យវាសម្រាយឲ្យយើងដឹងបងចុចលើ expand ហ្នឹងមកបាទអញ្ចឹងពេលហ្នឹងវានឹងសម្រាយនៅប្រតិបត្តិការរបស់យើងអញ្ចឹងសម្រាប់ inventory audit ហ្នឹងក៏បងក៏អាចកំណត់បានដែរថាបងចង់មើលចាប់ពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹង day from នេះថ្ងៃចាប់ផ្ដើមអញ្ចឹងឧទាហរណ៍ខ្ញុំចង់ចាប់ផ្ដើមពីថ្ងៃ1រហូតទៅដល់ថ្ងៃ10អញ្ចឹង day from នេះខ្ញុំដាក់ថ្ងៃ1ហើយ day 2 នេះបងចុច title មកហើយបងរើសថ្ងៃ10មកអញ្ចឹងមានន័យថាបងចង់តាមដាន stock ចេញចូលរបស់បងចាប់ពីថ្ងៃ1រហូតដល់ថ្ងៃ10អញ្ចឹងហើយបងចុច filter មកបាទអញ្ចឹងបងចុច expand ម្ដងទៀតបាទចុច expand ម្ដងទៀតមកបាទអញ្ចឹងពេលហ្នឹងវានឹងសម្រាយឲ្យយើងដឹងហើយបាទអញ្ចឹងនេះបងអាចមើលបានមានន័យថាពណ៌ដែលរាងពណ៌លឿងនេះគឺជាលំហូរនៃ stock ដែលវាចេញបងហើយពណ៌បៃតងនេះលំហូរ stock យើងចូលបាទអញ្ចឹងបងអាច scroll ទៅក្រោមហើយបងទាញវាមកក្រោយមកបាទទាញវាមកក្រោយបាទអញ្ចឹងនេះគឺលំហូរ stock របស់យើងបាទអញ្ចឹងនេះយើងអាចមើលបានដោយវាបញ្ជាក់ថា stock របស់យើងហ្នឹងមានការចុះ stock របស់យើងបានធ្វើប្រតិបត្តិការលើ stock អីខ្លះអញ្ចឹងឧទាហរណ៍ថាប្រភេទនេះគឺ stock ដែលយើងចូលបានតាមរយៈការ purchase បាន purchase AP invoice ហ្នឹងមានន័យថាវាតាមដាន stock យើងដែលបានចូលហើយ sell POS នេះគឺ stock ដែលវាបានដកចេញមានន័យថាគឺ stock ដែលវាបានកាត់ចេញនៅពេលដែលយើងធ្វើការលក់នៅផ្ទាំង POS បងបាទអញ្ចឹងអានេះ stock credit memo មានន័យថាការដក stock ពេលដែលយើងធ្វើ credit memo ចេញបងមានន័យថា stock របស់យើងត្រូវបានដកដោយការធ្វើ function credit memo បាទហើយ sell POS នេះមានន័យថាគឺជា stock ដែលបានកាត់ចេញនៅពេលដែលយើងលក់នៅផ្ទាំង POS បងបាទអញ្ចឹងវាសម្រាប់យើងដឹងទាំងអស់អញ្ចឹងបងអាច scroll មកក្រោមនេះបាទ scroll មកក្រោយនេះបាទអញ្ចឹងនេះចំនួនបាទអញ្ចឹងខ្ញុំ scroll មកលើវិញអញ្ចឹងនេះ quantity ហ្នឹងគឺជាចំនួនអញ្ចឹងចំនួនដែលបងបានលក់ចេញនៅផ្ទាំង POS ប្រមាណហើយ stock បានចូលវិញប្រមាណអីគឺវាសម្រាប់យើងទាំងអស់អញ្ចឹងបងបាទអញ្ចឹងមានតែប៉ុណ្្នឹងក្នុងវីដេអូ